បងប្អូនថ្ងៃនេះនាងខ្ញុំបានមកនុយមុខម្ហូបថ្មីទៀតហើយគឺឆាដើមខាត់ណាជាមួយនឹងសាច់មាន់បងប្អូនហើយជាមួយនឹងស្ពៃក្តោបរបស់យើងបងប្អូនឥឡូវនេះខ្ញុំធ្វើការហាន់និងលាងរួចរាល់អស់ហើយតិចទៀតនាងខ្ញុំនឹងធ្វើការស្រុះវាឲ្យឆ្អិនហើយបងប្អូនទឹកឆាដើម្បីឲ្យវាបំបត្តិមេរោគបងប្អូនកុំឲ្យមានជាតិនេះច្រើនគីមីច្រើនអីច្រើនអញ្ចឹងបងប្អូនពេលយើងធ្វើទៅវាស្អាតអញ្ចឹងយើងហូបទៅក៏មានអនាម័យក៏សុខភាពយើងក៏ល្អហើយក៏វាអត់មានធ្វើទុកអីដែរបងប្អូនសុខខ្លួនសុខខ្លាំងមិនក៏អស់ទេបងប្អូនឥឡូវនេះខ្ញុំធ្វើការសុខបន្លែបងប្អូនសុខបន្លែរបស់យើងខ្ញុំបានហាន់ហើយលាងហើយស្រុកវាបាត់ពីគីមីជាតិមេរោគជាតិអីខ្ញុំធ្វើការដាក់ស្រុះវាឲ្យឆ្អិននិងបំបត្តិមេរោគដើម្បីឲ្យយើងឆាទៅពលាធីល្អអញ្ចឹងព្រោះដល់បន្លែយើងឥឡូវទីវីច្រើនបងប្អូនថតចាំក្បាលឬអត់ឃើញក្បាលឃើញមុខមិនឃើញមុខកណ្ដាស់ខ្លួនតែឯងម្ដងទេបាត់ទៅគឺបងប្អូនឥឡូវបន្លែរបស់នាងខ្ញុំស្រស់ចិត្តឆ្អិនល្អហើយបងប្អូនតិចទៀតនាងខ្ញុំនឹងធ្វើការស្រង់វាចេញឡើងអញ្ចឹងដាក់ក្នុងកញ្ឆេងរបស់យើងបងប្អូនអូឥឡូវបន្លែរបស់យើងបានឆ្អិនហើយនាងខ្ញុំនឹងធ្វើការស្រង់វាឡើងបងប្អូនថ្ងៃនេះមានមុខផ្លែអីទេបងប្អូនមានតែឆាដើមសាឡាស្ពៃក្តោបជាមួយនឹងសាច់មាន់របស់យើងបងប្អូនបងប្អូនឥឡូវសាច់មាន់របស់យើងដែលនាងខ្ញុំស្រង់គឺវាចាប់ដើមរៀងសពប់អីរៀងឆ្អិនហើយបងប្អូននាងខ្ញុំនឹងធ្វើការស្រង់ចេញព្រោះឥឡូវហូបឥឡូវយើងមិនដឹងថាមានជាតិគីមីអីខ្លះទេចឹងហើយយើងធ្វើការសម្អាតវាចម្អិនវាស្អាតទៅហូបទៅឲ្យវាមិនប៉ះពាល់សុខភាពដែរសម្រាប់បងស្ត្រីវ័យផ្ទះអាចធ្វើតាមខ្ញុំបានខ្ញុំក្តៅហើយខ្ញុំធ្វើការចាក់ត្រីសបាយចូលបងប្អូនខ្ញុំធ្វើការអត់ទឹកស្ករចូលចាំឲ្យខ្ញុំធ្វើការឲ្យវាចូលគ្រឿងវារបស់វាបងប្អូនខ្ញុំធ្វើការលីងទឹករបស់យ៉ាក្រហមបន្ទាប់មកទៅខ្ញុំធ្វើការដាក់ស្ករចូលទៀតបងប្អូនពេលនេះខ្ញុំឲ្យចាប់មកមើលបងស្ករចូលប្រហែលជា3 ស្ពូនបងប្អូនដល់តាមរបស់យើងយើងចាប់ឡើងបងប្អូនបងប្អូន
នេះខ្ញុំក្រហមហើយនេះខ្ញុំចាប់ដាក់បងសាច់ចូលបងប្អូនហើយយឺតរហូតណានេះខ្ញុំធ្វើការដាក់ចេញមួយបាត់វាចូលមកបងប្អូនដើម្បីបន្ថែមរសជាតិថាតាមខណៈជាមួយនឹងស្ពៃក្តោបសាច់មាន់របស់វាកាន់ឆ្ងាញ់សាច់របស់ខ្ញុំចាប់អត់ទេទៀតមកខ្ញុំធ្វើការបងនៅដល់ខាងណាជាមួយស្ពៃក្តោបរបស់យើងហើយមកហូបអត់ទេគឺថាដល់ខាងណាជាមួយស្ពៃក្តោបទៅខ្លាយសាច់របស់យើងឆ្អិនហើយគឺយើងឲ្យចាប់ដើមដាក់បន្លែដាក់អីចូលសាច់មកពីឆ្អិនហើយខ្ញុំធ្វើការដាក់បន្លែចូលឥឡូវឆាបដាក់ឥឡូវឆាដើមខាត់ណាជាមួយនឹងស្ពៃក្តោបសាច់មាន់របស់យើងបានឆ្អិនហើយបងប្អូនជិតបងប្អូនជួយ Subscribe ឆានែល YouTube របស់នេះខ្ញុំម្នាក់ធ្វើខំដើម្បីឲ្យអ្នកខ្ញុំមានទឹកចិត្តធ្វើវីដេអូថ្មីៗបន្តទៀតទៅខាងសុខใจជូនបងប្អូនទស្សនាជំរាបលា